កូនប្រសាកូនប្រសាម៉ាប៉ាម៉ាមិនយុត្តិធម៌ទេខ្ញុំមិនចង់និយាយនោះទេតែច្បងចារឹកប្រពន្ធរបស់បងពិតជាពិបាកស្មានខ្លាំងណាស់បងប្រកាសជាពិបាកហើយបើសិនជាខ្ញុំវិញមានក្រុមគ្រួសារដ៏ល្អហើយនឹងប្តីដ៏ស្រឡាញ់បែបនេះទោះបីជាមានផ្ទៃពោះក៏ដោយខ្ញុំប្រកាសជាមិនខឹងប្តីផ្ដាស់នោះទេមិនថានាងខឹងឬមិនខឹងទេគ្មានអីពាក់ព័ន្ធជាមួយនាងទេសុំនៅឆ្ងាយពីខ្ញុំទៅម្យ៉ាងទៀតកុំចំណាយកម្លាំងព្យាយាមញុះញង់ខ្ញុំនឹងប្រពន្ធខ្ញុំអីនាងធ្វើមិនបានទេជាជលៀនមានពោះកំខាញ់មិនអីទេមិនអីទេណាបងចាត់ការរួចហើយមិនអីទេមិនអីទេលីយូហាំងបងនឹងដាក់ទណ្ឌកម្មវានៃច្បាប់គ្រួសារមកហ្នឹងលីយូហាំងមើលអ្វីដែលអញធ្វើទៅឯងមានគំនុំមែនទេឯងលួចយកពោះទៅដាក់នៅក្នុងបន្ទប់បងថ្លៃឯងបងប្រុសចំបាយរំខាងអានពេញមួយយប់ទៅហើយខ្ញុំមានពេលណាទៅប្រឡែងពោះយើងមិនស្ដាប់ការបោះស្រាយឯងទេឆាំណាទៅទទួលទណ្ឌកម្មគ្រួសារខ្ញុំមិនបានធ្វើទេប្រកាសណាគឺខ្ញុំមិនបានធ្វើនោះទេបើឯងមិនទទួលស្គាល់បងនឹងស្គាល់វាឥឡូវនេះជាយូលៀនបងគ្មានហេតុផលសោះបានហើយមិនអីទេមើលតាមស្ថានភាពទៅយូហាងពិតជាមិនបានធ្វើមែនមើលចុះគេខំធ្វើការដករំកងាន់ណាតាមមនុស្សជាល្អបែបនេះអាចធ្វើរឿងដ៏អាក្រក់នេះបានដោយរបៀបណាទេបងថ្លៃហាមយំចុះអ្នកណាជាអ្នកធ្វើដែរទៅខ្ញុំគួរតែដាក់កាមេរ៉ាសុវត្ថិភាពនៅផ្ទះឲ្យមើលទៅតាមពិតទៅអូនបានលួចដំឡើងកាមេរ៉ានៅមាត់ទ្វាររួចហើយតែច្បងស្ដាប់ខ្ញុំបញ្ជាសិនទៅនាយកសាលាយូហ្គារបស់នាងគឺជាសិស្សរបស់ខ្ញុំទូរស័ព្ទទៅមកភ្លាមនាងអត់ការងារធ្វើឯងកុំបារម្ភពីរឿងបាត់បង់ការងារអីនាងនឹងខ្លាចជាជនដែលគ្មានផ្ទះសម្បែងថែមទៀតផងណានាងមិនដឹងទេខ្ញុំក៏មានធនធានខ្លះណាព្រិចដែរលោកឈីកុំបារម្ភអីលោកស្រីឈីមិនអីទេគាត់គ្រាន់តែត្រូវការសម្រាប់ប៉ុណ្ណឹងអរគុណអ្នកគ្រូពេទ្យអូនប្រាប់បងហែងតាទោះបីជាមិនធន់ធ្ងរក៏ដោយក៏ពួកយើងត្រូវតែពិនិត្យដែរមិនអាចធ្វើប្រហែលបាននោះទេប៉ុន្តែមិនបានជាមានកាមេរ៉ានៅក្នុងបន្ទប់អញ្ចឹងពិតមែនណាគឺដើម្បីសុវត្ថិភាពរបស់អូននិងកូននោះអីបានដំឡើងវាដោយចេតនាទេតាមពិតទៅគឺដើម្បីមើលសាច់ដុំពោះនិងរាងដ៏សង្ហាររបស់បងនឹងហើយមើលទៅបងត្រូវជួលអង្គរៈបន្ថែមដើម្បីការពារអូន24ម៉ោងលើ24ម៉ោងហើយណាអាយ៉ាមិនច្បាស់រញ៉េរញ៉ៃបែបហ្នឹងនោះទេបងពិតជាចិត្តដាច់មែនដើម្បីអូនសុខចិត្តដាក់ទណ្ឌកម្មដល់ស្នាយគ្រាដំបងរបស់ខ្លួនឯងស្នាយគ្រាដំបងស្នាយគ្រាដំបងអីទៅបងកុំធ្វើពើអីតាអ្នកគ្រូយេមិនមែនស្នាយគ្រាដំបងរបស់បងទេដែលជាម្ចាស់ចាត់ការពី7ឆ្នាំមុនប៉ុន្តែបែកគ្នាដោយសារតែអូននោះកុំព្យាយាមបដិសេធអូនថែមតែបានលើកបទចម្រៀងនៅក្នុងការចាស់របស់បងទៀតផងអូនបានស្ដាប់ការចាស់របស់បងនោះមែនទេ
អ្នកណាតែចង់ស្ដាប់ទៀតទៅហាគឺអូននេះអូនជាអ្នកច្រៀងទេអូនពិតជាមានសម្លេងដូចជាសូគេមែនអូនថែមទាំងអាចភ្លេចសម្លេងអូនទៀតឈប់សិនបើនេះមិនមែនជាស្នាគ្រាដំបូងរបស់បងមិនបានចំណេញដឹងថាម្ហូបដែលបងចូលចិត្តនៅសាលាគឺក្បាលកង្ហាននិយាយតាមត្រង់ទៅអាហារដែលញ៉ាំកើតកាលនោះគឺមានតែក្បាលកង្ហាននឹងហើយនៅសាលានោះអូនមិនជឿទេពិតមែនតើក្បាលកង្ហានដែលនៅសាលារៀនកាលនោះគឺឆ្ងាញ់ខ្លាំងណាស់តោះពួកយើងថតរូបគ្រួសារទៅមកកូនប្រសាត្រឹងអង្គុយនៅកណ្ដាលណាលោកប្រុសលោកស្រីប្តីរបស់លោកស្រីបានរៀបចំកាដូសម្រាប់អ្នកមានផ្ទៃពោះនេះគឺពេជ្រពណ៌កាត់ឈូកអាហ្វ្រិកខាងត្បូងចំនួន15គ្រាប់និងវីឡាធម្មជាតិនៅជ័យក្រុងមួយរូបកំងកាត់2ឈុតរូបរាត្រីសមស30ឈុតនិងឡានទំនើបដែលមានអ្នកបម្រើពិសេសមួយគ្រឿងតែបងគិតថាក្នុងពេលពពោះរបស់អូនតែអូនត្រូវប្រើរបស់មួយណាខ្លះទេក៏ប៉ុន្តែក៏របស់អូនបាននិយាយថាគេពិតជាពេញចិត្តខ្លាំងណាស់អេបងប្រុសខ្ញុំចឹងឯងគាត់មិនសូវចេះយល់ការអ្វីទេណាមីងវាងយកកាដូខ្ញុំមកលោកស្រីនេះជាកាដូដែលលោកប្រុសទី2បានរៀបចំលោកស្រីជាអ្នកថែទាំអ្នកមានផ្ទៃពោះកម្រិតពិសេសថែមទៀតអ្នកប្រឹក្សាការបំបើកដោះកម្រិតពិសេសនិងចុងភៅកម្រិតពិសេសអ្នកមីងវាងត្រូវបានឡើងតំណែងទៅជាប្រធានផ្នែកទំនួលខុសត្រូវជាមួយនឹងប្រាក់ខែគុណនឹងពីអូយអរគុណណាស់លោកស្រីអរគុណល្អណាស់តោះចែករំលែកភាពសប្បាយរីករាយទៅថារូបជុំគ្នាណាមកលោកធានឈីហ៎1 2 3ហ៎លោកធានឈីតើអ្នកណាផ្ញើកាដូដ៏ធំនេះមកទេលោកធាននេះជាអ្នកដែលដាក់ថ្នាំលោកស្រីកាលនោះចាប់បានហើយគឺឯងដូច្នេះគឺជាឯងលោកស្រីតូចមកតាខ្ញុំផងទៅកាលនោះមិនមែនខ្ញុំទេបើខ្ញុំដឹងថាលោកស្រីជាលោកស្រីនៃគ្រួសារឈីខ្ញុំមិនហ៊ានប៉ះពាល់លោកស្រីទេតើជាអ្នកណាទៅប្រាប់ភ្លាមលោកមួយយ៉ាងល្អណាស់ទុកឲ្យយើងជូនកាដូដ៏ធំមួយដល់ឯងទៅចុះបងប្រមូលចានខ្ញុំគឺជាអាចារ្យណាបងប្រមូលចានលើកមិនខ្ញុំខុសហើយថ្ងៃនេះខ្ញុំនៅផ្ទះតែម្នាក់ឯងទេខ្ញុំទទួលបានទិន្នន័យដែលបងសុំឲ្យខ្ញុំយកហើយចាំមកយកផងណាបងត្រូវមកតែម្នាក់ឯងទេព្រោះខ្ញុំមិនការភ្ញាក់ផ្អើលមួយផ្សេងទៀតរងចាំបងអូនព្រាចេះយល់ការមែនអាណាទៅណីទៅហើយយ៉ាកុំប្រញាប់អីតើពួកយើងទៅមើលការភ្ញាក់ផ្អើលមួយសិនទៅល្អទេនៅស្គិនទៅស្គិនមកពួកឯងជាអ្នកណាចង់ធ្វើអីឯងជាអ្នកណាហ៊ានប៉ះបងថ្លៃយើងផងជីវិតរបស់ឯងកំពុងតែស្ថិតនៅក្នុងភ្លើងហើយវិជាស្ថានស្រាវជ្រាវរបស់យើងបានបង្កើតភ្នាក់ងារពិសេសថ្មីមួយបន្ទាប់ពីផឹកវាឲ្យវិញ្ញាណនឹងត្រូវរំខាន
ពួកឯងឲ្យអីយើងផឹកទៅ ពិតណាស់គឺជារបស់ដែលធ្វើឲ្យឯងចង់តែងាប់នោះអីគឺថ្នាំបន្សាបមួយទៀតឯងចង់បានអត់ ឲ្យមក ឯងត្រូវចុះហត្ថលេខាលើចម្លើយសារភាពនេះទៅ ឯងមិនស្ទាក់ស្ទើរក្នុងការធ្វើបាបរាងកាយយើងដើម្បីឲ្យយើងខ្លាចជាកូនអុករបស់ឯងហើយទទួលបានអាកំបាំងពាណិជ្ជកម្មរបស់ឆេចៅតើការសម្រេចចិត្តដ៏អាក្រក់របស់ឯងបានរុញយើងឲ្យចូលទៅក្នុងរង្វង់ដៃរបស់ឆេយូលីងទៅវិញដូច្នេះអ្វីគ្រប់យ៉ាងដែលឯងកំពុងទទួលនៅពេលនេះគឺជាកំហុសឯង ជំនួយការហានយកគេទៅប៉ប៉ូលីសទៅប៉ាលោកធានឈប់សិននៅមានសមាជិកគ្រួសារម្នាក់ទៀតដែលមិនទាន់បានដើរទូអត់ទេឯងកុំឲ្យវាចូលមកចិត្តអីអត់ទេអត់ទេអេ អូយអូនគិតថាអូនឈឺពោះសម្រាលហើយ មកគួរថ្មីមិនទៅ ឆាប់ទៅយកក្បប់ទៅពេទ្យឲ្យលឿនឡើងទៅពេទ្យឲ្យលឿនឡើងជំនួយការហានញ៉ាប់យកឡានមក អើយ តោះទៅសិឈីមានរឿងសំខាន់ជាងនេះទៀត អើយចាខ្ញុំសម្រាប់កូននៅទីនេះមែនទេលោកប្តីអូននៅទីនេះនៅឡើយទេអើយ ជាគ្រួសារឈិនមែនទីសូមអបអរផងបានកូនប្រុសទម្ងន់ប្រហែលជា2គីឡូចេញ8ម្ដាយនកូនមានសុខភាពល្អ ក្នុងនាមជាឪពុកខ្ញុំត្រូវតែឃើញមុខគេមុនគេ ឃើញចៅមុនគេដែរ ហើយតាក៏ត្រូវឃើញមុនគេដែរនឹងសិឈីក៏កាន់តែចង់ឃើញក្មួយដែរ ឆាប់ទៅមើលទៅ មិនបានជាអ្នកទាំងអស់គ្នាមើលខ្ញុំបែបនេះតាមពិតចៅណោះទេ ប្រពន្ធសម្លាញ់បងអាចមើលឃើញកូនគ្រប់ពេលតាអ្វីដែលចង់មើលគឺអូនទេបងថ្លៃបងពិតជាលំបាកពេកហើយបងខំប្រឹងខ្លាំងណាស់ខ្ញុំពិតជាមិនអាចចាត់ឲ្យបងលំបាកបែបនេះទេខ្ញុំបានកូនในឯកទេវកាត់បន្តពុយរបស់បងប្រុសរួចហើយ ហើយចៅសម្លាញ់គ្មានអ្នកណាគេយកចិត្តទុកដាក់ចំពោះចៅពួកយើងទេពិតជាគួរឲ្យអាណិតមែនណោះ កូនដេកហើយមែនទេ គួរតែអរគុណដល់ចំនួនការរបស់អ្នកមីងវាងដែលបានមើលថែកូនពេលដែលអូនសម្រាលហើយអូនមិនសូវលំបាកចំពោះរឿងនេះទេ អញ្ចឹងល្អហើយ ដូច្នេះអូនមានអារម្មណ៍ថានៅប្អូនប្រុសរបស់បងណា ជិះទៅតែត្រឡប់ទៅអាហ្វ្រិក2ខែមុនតើបើមិនអញ្ចឹងទេបងនឹងហៅគេមកវិញចុះ លើកនេះអូនមិនបានគិតពីប្អូនប្រុសតូចនោះទេគឺរឿងយើង ពេលនេះប៉ាម៉ាក់មិននៅផ្ទះទេដល់ពេលដែលបងត្រូវសង់កូនអូនហើយ